បាទសូមគោរពជម្រាបសួរពុកម៉ែមាមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះខ្ញុំបាទសូមជូននៅហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃទី7ខែកក្កដាឆ្នាំ2026ត្រូវនៅថ្ងៃទី8រោចខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570បាទត្រូវនឹងថ្ងៃអបោសិទ្ធសិលផងដែរបាទហើយសម្រាប់ថ្ងៃនេះផងដែរពុកម៉ែបងប្អូនមិនគួរធ្វើដំណើរទៅខាងទិសនិរតីឡើយដែលជាទិសអពមង្គលគួរធ្វើដំណើរទៅទិសឦសានទើបជាទិសល្អប្រសើរបើតាមទំនាយជាឬក្នុងការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលឬវិធីរៀបចំសែនព្រេនឬមង្គលការអ្វីមួយនោះឲ្យអង្គុយទៅរកទិសបូព៌ាបែរមុខទៅរកទិសនិរតីបើចំពោះតាមក្បួនកាកបាទយាមក្រឡាក្នុងការចេញដំណើរទៅណាមកណានោះគឺចាប់ពីម៉ោងមនរងាវរហូតដល់ម៉ោង6កន្លះព្រឹកគឺជាម៉ោងសុកសានមានន័យថាលោកអ្នកចេញដំណើរនៅម៉ោងនេះគឺប្រកបមុខរបរទទួលបានផលល្អប្រសើរនិងពុំមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងឡើយចំពោះការចេញដំណើរចាប់ពីម៉ោង6កន្លះរហូតដល់ម៉ោង11:00គឺជាម៉ោងគ្រោះកាចពុំគួរចេញដំណើរនៅម៉ោងនោះឡើយតែបើធ្វើដំណើរនៅម៉ោងនេះគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតទើបជាការប្រសើរចំពោះការធ្វើដំណើរចាប់ពីម៉ោង11:00រហូតដល់ម៉ោង2រសៀលគឺជាម៉ោងលៀបហេងនៅក្នុងចន្លោះម៉ោងនេះលោកអ្នកអាចធ្វើដំណើរទៅបានដោយសុខសាន្តនិងទទួលបានលៀបបរិបូរណ៍ចំពោះការធ្វើដំណើរចាប់ពីម៉ោង2:00រហូតដល់ម៉ោង5ល្ងាចគឺជាម៉ោងអន្តរាយមានន័យថាម៉ោងនេះលោកអ្នកមិនគួរចេញដំណើរទៅណាមកណាឬធ្វើអ្វីនោះឡើយចំពោះការចេញដំណើរចាប់ពីម៉ោង5:00រហូតដល់ម៉ោងចូលគេងគឺជាម៉ោងទទេស្អាតមានន័យថាលោកអ្នកធ្វើដំណើរនៅម៉ោងនេះចេញប្រកបរបរនៅម៉ោងនេះមិនទទួលបានលៀបចូលអ្វីនោះទេហើយក៏មិនជួបគ្រោះថ្នាក់នោះដែរបាទហើយជាបន្តក៏សូមចូលដល់ការទូទាញនៅហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ឆ្នាំទាំង12បាទមុននឹងចូលដល់ការទូទាញនៅទុគតិរិស័យសម្រាប់ឆ្នាំទាំង12នៅថ្ងៃនេះខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងអ្នកមានបារមីទាំងអស់ក្នុងលោកសូមតាមជួយថែរក្សានិងคุ้មគ្រងជួយឲ្យពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់រកទទួលទានមានបាននិងមានសុភមង្គលទាំងអស់គ្នាបាទសម្រាប់ថ្ងៃអង្គារនេះឆ្នាំជូតរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះការចាប់ផ្ដើមការងារចាស់ឬថ្មីឬក៏វិនិយោគអ្វីមួយនោះគឺទទួលបាននូវផលល្អប្រសើរមានឱកាសទទួលបានដំណឹងល្អនិងការគាំទ្រពីមនុស្សជុំវិញខ្លួនអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះក៏សមប្រកបមានលុយកាក់ហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរឯការចេញធ្វើដំណើរទៅណាមកណានោះក៏ទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងយោគយល់គ្នាឆ្នាំឆ្លូវរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទៅមុខជាបន្តប៉ុន្តែគួរប្រុងប្រយ័ត្នក្នុងឱកាសសម្រេចចិត្តធំការចំណាយគួរមានការរៀបចំផែនការឲ្យបានល្អិតល្អន់ហើយអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការហូរចូលប្រាក់កម្រៃសមល្មមនឹងការចិញ្ចឹមឆ្នាំងបានរាល់ការធ្វើដំណើរជិតឆ្ងាយគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ហើយសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការផ្អែមល្ហែមនិងយោគយល់គ្នាជាប្រពៃឆ្នាំខាលរិស័យស្រុតចុះថ្ងៃនេះលោកអ្នកគួរមានភាពស្ងប់ស្ងាត់និងជៀសវាងពាក្យសម្ដីរបស់លោកអ្នកបន្តិចក្រែងលោមានអ្នកជុំវិញខ្លួនប្រកាន់អូសដំណើរបង្កជារឿងរ៉ាវកើតឡើងចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញឃើញថាមានការធ្លាក់ចុះដូច្នេះហើយលោកអ្នកត្រូវមានការរុះរាន់និងគិតគូររៀបចំផែនការឲ្យបានល្អិតល្អន់ទើបជាការប្រសើរការធ្វើដំណើរជិតឆ្ងាយមានបញ្ហារកម្មរកុស
ឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានសភាពធម្មតាមិនមានបញ្ហាអ្វីកើតឡើងនោះឡើយឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះជាថ្ងៃល្អសម្រាប់ការងារចរចាឬការរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាអាចទទួលបាននូវប្រាក់កម្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះការធ្វើដំណើរជិតឆ្ងាយក៏មានភាពល្អប្រសើររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំរោងរិស័យល្អមធ្យមថ្ងៃនេះជាឱកាសល្អនិងបញ្ហាក៏ចូលមកទន្ទឹមគ្នាតែម្ដងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះឃើញថាមានការកាក់កបគួរសមហើយការធ្វើដំណើរជិតឆ្ងាយមានភាពរកម្មរកុសខ្លះដូច្នេះលោកអ្នកគួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់សេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយឆ្នាំម្សាញ់រិស័យស្រត់ចុះនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាពុំមានភាពល្អប្រសើរនោះទេសូមមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់អ្នកប្រកបរបររកស៊ីជួញដូរគួរមានការវិនិយោគគិតមុខគិតក្រោយឲ្យបានច្បាស់លាស់ទើបជាការប្រសើរឯការធ្វើដំណើរជិតឆ្ងាយទៀតសោតនោះក៏ត្រូវមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់ផងដែររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំពោះម៉ាយម៉ាយក្តីឃើញថាមានការរកម្មរកុសនិងអាចពាក់មុខយៈដាក់គ្នាទៀតផងនៅថ្ងៃនេះឆ្នាំមមីរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះជាថ្ងៃល្អសម្រាប់ការចរចាឬការលក់ដូរនិងពង្រីកមុខរបរថ្មីអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមានការទទួលបាននូវប្រាក់កម្រៃនិងមានអ្នកមកសងលុយទៀតផងនៅថ្ងៃនេះសម្រាប់ការធ្វើដំណើរជិតឆ្ងាយឃើញថាមានភាពរលូនល្អមានអ្នកជុំវិញទទួលរាក់ទាក់ឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំមមែរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរកម្មរកុសខ្លះការងារត្រូវមានការអត់ធ្មត់បន្តិចទើបជាការប្រសើរចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះឃើញថាមានការកាក់កបគួរសមតែក៏មិនបានច្រើនប្រមាណដែរចំពោះការធ្វើដំណើរជិតឆ្ងាយទៀតសោតគួរមានការប្រយ័ត្នប្រយែងឲ្យបានខ្ពស់អំពីការធ្វើដំណើរតាមដងផ្លូវសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមស្រស់ស្រាយជាប្រពៃឆ្នាំវោករិស័យស្រត់ចុះនៅថ្ងៃនេះលោកអ្នកអាចមានបញ្ហាឧបសគ្គតូចជាច្រើនចូលមករារាំងចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះទៀតសោតឃើញថាមានការប្រទាំងប្រទើសជាមួយនឹងអ្នករកស៊ីមុខរបរដូចគ្នាទៀតផងឯការធ្វើដំណើរជិតឆ្ងាយឃើញថាមានរឿងរ៉ាវរកម្មរកុសខ្លះចូលមកយាយីសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានបញ្ហារកម្មរកុសឆ្នាំចរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពជឿនលឿនផ្នែកក្នុងនោះមិនថាជារឿងការងារឬរឿងប្រាក់កាសឬរឿងផ្ទាល់ខ្លួននោះឡើយសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញឃើញថាមានសភាពរលូនទៅមុខហើយការរកកម្រៃទៀតសោតនោះក៏គ្រាន់បើជាងមុនទៀតផងការធ្វើដំណើរជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញឯរឿងសេចក្តីស្នេហាប្រុសស្រីក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយនឹងគ្នាជាប្រពៃឆ្នាំកុលរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគមានរិស័យហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានការរីកលូតលាស់និងមានជោគជ័យគួរសមសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការប្រជែងគ្នាច្រើននិងមានការប្រទាំងប្រទើជាមួយនឹងអ្នកមានមុខរបរដូចគ្នាទៀតផងហេតុនេះហើយក៏បីមានការបើកចិត្តឲ្យទូលាយបន្តិចទើបទទួលបាននូវផលត្រឡប់មកវិញការធ្វើដំណើរជិតឆ្ងាយមានភាពសុខសាន្តឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏ឃើញថាមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃបាទសម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ថ្ងៃនេះក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរខ្ញុំបាទក៏សូម
ជូនពរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់សូមជួបតែសេចក្តីសុខសាន្តនិងរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា